បាទខ្ញុំបាទសយវណ្ណាសាស្ត្រាចារ្យនៃឯកទេសនៃវិស័យកសិកម្មស្រីរៀងនិងគ្មានសារធាតុគីមីសូមគោរពនិងសូមជម្រាបសួរដល់បងប្អូនជាទីរាប់អានបាទនៅក្នុងคลิปវីដេអូនេះគឺខ្ញុំបាទសូមជម្រាបជូនដំណឹងតាក់ទងជាមួយនឹងការសិក្សាកម្មវិធីដ៏ពិសិដ្ឋមួយគឺជាកម្មវិធីកសិកម្មសរីរៀងមកពីសាលាChanong International Institute ពីកូរ៉េខាងត្បូងឬមួយក៏ហៅថា Cho Global Natural Farming មួយទៀតបាទកម្មវិធីនេះគឺមានការសិក្សាលម្អិតនៅក្នុងកម្មវិធីដែលយើងខ្ញុំនេះបានបើកបង្រៀននៅថ្ងៃទីកម្មវិធីនេះគឺប្រព្រឹត្តទៅនៅថ្ងៃទី26-27 ខែមេសាឆ្នាំ2025បាទគឺប្រព្រឹត្តទៅនៅក្រោយរដូវកាលនៃកម្មវិធីចូលឆ្នាំប្រពៃណីជាតិកម្ពុជាបាទអញ្ចឹងកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី26-27 ខែមេសាឆ្នាំ2025ក្រោយចូលឆ្នាំបាទក្រោយចូលឆ្នាំកម្មវិធីនេះហើយទីតាំងនៃការសិក្សាគឺស្ថិតនៅនឹងគេហដ្ឋានរបស់ខ្ញុំបាទផ្ទាល់តែម្ដងគឺនៅក្នុងភូមិតាកុចឃុំស្រងែស្រុកព្រៃឈរខេត្តកំពង់ចាមបាទឬមួយក៏ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ7ដែលមានរយៈចម្ងាយ7គីឡូម៉ែត្រពីផ្សារស្គុននិង82គីឡូម៉ែត្រពីរាជធានីភ្នំពេញហើយផ្សារស្គុននេះគឺជាទីតាំងមួយដែលស្ថិតនៅត្រង់ចំណុចបំបែកទៅទីរួមខេត្តសៀមរាបកំពង់ធំសៀមរាបនិងបំបែកទៅទីរួមខេត្តកំពង់ចាមបាទគឺជាចំណុចបំបែកកន្លែងហ្នឹងអញ្ចឹងឲ្យតែបងប្អូនស្គាល់ស្គុនគឺអាចស្គាល់ទីតាំងនៃការសិក្សាហើយបាទគឺអាចស្គាល់ទីតាំងនៃការសិក្សាហើយដើម្បីចុះឈ្មោះចូលរៀនគឺបងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំ4ខ្សែឬក៏តាម Telegram ទាំង4លេខនេះតែម្ដងបាទទី1គឺលេខ012 908 497បាទដែលមាន Telegram ឈ្មោះថា Bona 012និងមួយខ្សែទៀត096 700 1000ដែលមាន Telegram ឈ្មោះថា SBN Dr. Q និងមួយខ្សែទៀត010គុត48 5000ដែលមាន Telegram ឈ្មោះថាជីសរីរៀងស្នាដៃខ្ញុំនិងមួយខ្សែទៀត071 23ដង183ដងដែលមាន Telegram ឈ្មោះថា Good Luck បាទអញ្ចឹងចំពោះការធ្វើការទំនាក់ទំនងចុះឈ្មោះបង់ថ្លៃសិក្សាគឺបងប្អូនធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ4ខ្សែហ្នឹងឬមួយក៏តាម Telegram ដែរពីព្រោះការចុះឈ្មោះយើងត្រូវធ្វើការភ្ជាប់ទំនាក់ទំនងគ្នាតាម Telegram ដើម្បីខ្ញុំផ្ញើ QR code ផ្ញើ location ឬក៏ផ្ញើឯកសារជា soft copy ជូនបងប្អូនមុនពេលបងប្អូនមករៀនពេលមករៀនខ្ញុំជូនជាសៀវភៅមួយក្បាលទៀតបាទហើយកម្មវិធីលើកនេះគឺការសិក្សាតាក់ទងជាមួយនឹងកម្មវិធី Natural Farming ដែលខ្ញុំបានសិក្សាពីវិទ្យាស្ថានអន្តរជាតិ Chanong International Institute និង Cho Global Natural Farming បាទ Cho Global Korean Natural Farming ដែលហៅកាត់ថា CGKNS ទាំងស្រុងតែម្ដងបាទហើយកម្មវិធីនៅក្នុងវគ្គនេះបើបងប្អូនចុះឈ្មោះចូលរៀនបងថ្លៃសិក្សាហើយខ្ញុំនឹងថែមជូនជា soft copy នៅកម្មវិធី SBN Dr. Q មួយច្បាប់ទៀតអញ្ចឹងកម្មវិធីដែលយើងត្រូវរៀនគឺកម្មវិធីនៅសៀវភៅ Natural Farming នេះបាទគឺកម្មវិធីសៀវភៅ Natural Farming នេះគឺចូល Global Natural Farming ហើយនឹង Chanong International Institute នេះបាទគឺឯកសារទាំងស្រុងតែម្ដងបាទឯកសារទាំងស្រុងតែម្ដងហើយនៅពេលដែលបងប្អូនបង់ថ្លៃសិក្សាហើយចុះឈ្មោះហើយខ្ញុំនឹងថែមជូនឯកសារជា soft copy កម្មវិធី SBN Dr. Q មួយច្បាប់ទៀតបាទមួយច្បាប់ទៀតដើម្បីជាការលើកទឹកចិត្តនិងការចែករំលែកចំណេះដឹងដើម្បីឲ្យបងប្អូនសិក្សាលម្អិតបាទហើយតម្លៃនៃការសិក្សាគឺម្នាក់សម្រាប់មួយវគ្គគឺតម្លៃ$200ឬក៏$80,000រៀលបាទសម្រាប់ម្នាក់តម្លៃ$200ឬក៏$80,000រៀលក្នុងមួយវគ្គបាទដើម្បីចូលរៀនបានបងប្អូនធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំទាំង4ខ្សែមិញឬក៏តាម Telegram តែម្ដងកាន់តែប្រសើរ
ដែលមួយគឺ012 908 497 Telegram ឈ្មោះថា Bona 012 និងមួយខ្សែទៀតគឺ096 700 1000 Telegram ឈ្មោះថា SBN Dr. Q បាទហើយមួយខ្សែទៀតគឺ010 គុត48 5000 Telegram ឈ្មោះថាជីសរីរាង្គស្នាដៃខ្ញុំហើយមួយខ្សែទៀត071 23 ដង 183 ដងដែលមាន Telegram ឈ្មោះថា Good Luck បាទធ្វើការតំណតំណងតាមនឹងមកចុះឈ្មោះកាន់តែលឿនបងប្អូនកាន់តែទទួលបានការប្រឹក្សាពីខ្ញុំតាក់ទងជាមួយនឹងវិស័យកសិកម្មសេរីរាង្គទាំងអស់ហើយទាំងការផលិតជីបងប្អូនអាចធ្វើការផលិតជីមុនពេលដែលបងប្អូនអញ្ជើញមករៀនក៏បានដែរហើយបងប្អូនទទួលបានឯកសារហើយគឺយើងអាចធ្វើការប្រឹក្សាទោះបីបងប្អូនជួបបញ្ហាតាក់ទងជាមួយនឹងដំណាំអីយ៉ាងណាគឺខ្ញុំជួយដោះស្រាយឲ្យបានទាំងអស់បាទប្រឹក្សាឲ្យបានហើយក្រោយដែលរៀនហើយគឺយើងនៅតំណតំណងគ្នាប្រឹក្សាឲ្យបន្តទៅទៀតបាទឲ្យបន្តទៅទៀតបាទហើយអញ្ចឹងការចុះឈ្មោះចូលរៀនបងប្អូនត្រូវបង់ថ្លៃសិក្សាមុនហើយវគ្គនេះចុះឈ្មោះដើម្បីរៀនវគ្គកម្មវិធីចូល Global Korean Natural Farming ហើយនឹង Chanong International Institute មួយក្បាលនេះបងប្អូននឹងទទួលបានការថែមនៅឯកសារជា soft copy កម្មវិធី SBN Dr. Q មួយច្បាប់ទៀតដែលមានតម្លៃស្មើនឹងសៀវភៅនេះដូចគ្នាបាទដែលមានតម្លៃស្មើនឹងសៀវភៅនេះដូចគ្នាបាទអញ្ចឹងបងប្អូនធ្វើការរុះរាន់ទំនាក់ទំនងនៅក្នុងការចុះឈ្មោះគឺចំណេញជាងដែលយើងឯអង្គរងចាំបាទឯអង្គរងចាំបាទហើយអ្នកដែលរងចាំមួយវគ្គ100គឺមិនមានទៀតទេខ្ញុំមិនបរៀនក្នុងមួយវគ្គ$100ទៀតទេបាទអញ្ចឹងហើយកម្មវិធីនៃការសិក្សាហ្នឹងគឺយើងសិក្សាកម្មវិធី Natural Farming ទាំងមូលតែម្ដងបាទគឺយើងសិក្សាហើយយើងចង់បើកអាជីវកម្មបើកក្រុមហ៊ុនអីគឺបានទាំងអស់ធានាជូនបាទបានទាំងអស់ឲ្យតែបងប្អូនចង់ហើយកសិដ្ឋានតូចធំប៉ុណ្ណាក៏បានដែរគឺធានាថាមិនប្រើប្រាស់គីមីមកកាក់ម៉ាស៊ីនទេធានាតែម្ដងហើយកម្មវិធីនេះគឺជាកម្មវិធីសេរីរាង្គពិតអត់មានកម្មវិធីដាក់លើផ្លាកបញ្ជីការសេរីរាង្គប៉ុន្តែខាងក្នុងបាវសិតតែអ៊ុយរ៉េសិតតែកែងអីដូចគេទេជីមានការផ្អាប់ត្រឹមត្រូវអត់មានគ្រាន់តែកិនដីកិនលាមកសត្វហើយយកមកលាយគីមីហើយដាក់ថាផ្លាកធម្មជាតិសេរីរាង្គកប៉ុសអីអត់ទេនេះមិនមែនកប៉ុសទេគឺលើសកំប៉ុស100 1000 ដងគុណភាពបាទគឺលើសកំប៉ុស100 1000 ដងហើយបងប្អូននឹងស្គាល់ច្បាស់ថាអ្វីទៅធម្មជាតិអ្វីទៅកប៉ុសអ្វីទៅសេរីរាង្គច្បាស់លាស់នៅពេលដែលបងប្អូនអញ្ជើញមករៀនហើយកម្មវិធី Natural Farming ទាំងមូលគឺយើងមានគ្រប់បែបយ៉ាងទាំងអស់តកូល FPJ តកូល FFJ FAA តកូល W មានរហូតដល់គ្រប់រូបធាតុទាំងអស់ផលិតតាំងពីម៉ាញ៉េស្យូមទុងដែងសង្កសីម៉ង់កាណេសកូបាល់ម៉ូលីដែមបរ៉ុនគឺមកជាប់នីកែលស៊ីលីកាតស៊ីលីកុននៃជាដើមហ្នឹងហើយអាលុយមីញ៉ូមសូរ៉ូមអ៊ីយ៉ូតជាដើមមានទាំងអស់បាទមានទាំងអស់គ្រប់សារធាតុមីក្រូធាតុទាំង21ធាតុទាំងម៉ាក្រូធាតុទាំងមីក្រូធាតុ21ធាតុគឺយើងផលិតបានធាតុមួយទាំងអស់បាទបានធាតុមួយទាំងអស់បាទហើយយើងមានរបៀបប្រើប្រាស់យ៉ាងត្រឹមត្រូវជាទីបំផុតហើយបង្រៀនយ៉ាងលម្អិតបាទបង្រៀនយ៉ាងលម្អិតសម្រាប់កម្មវិធី Natural Farming នេះបាទហើយអញ្ចឹងមានតាំងពី10 NS ទឹកភេសជ្ជៈ10 NS មានតាំងពីម៉ាល់តូបាទម៉ាល់តូមានតាំងពីទឹកអង្គផ្អាប់មានតាំងពីទឹកបកាអីផ្សេងទឹកសបកបកា Natural Farming អីគឺមានទាំងអស់បាទគឺពិសេសណាស់នៅក្នុងឯកសារនេះគឺពិសេសណាស់បាទខ្ញុំសិក្សាយកងារជា professional expertise បានងារនេះពីប្រទេសហ្វីលីពីនថែមទៀតបានពីកូរ៉េខាងត្បូងមកហ្វីលីពីនចេញបាន professional មកមួយទៀតនៅក្នុងឆ្នាំ2019មួយទៀតបាទអញ្ចឹងនៅក្នុងការស្គាល់អ្វីទៅដែលហៅថាសេរីរាង្គគឺពិតជាស្គាល់ដោយពិតប្រកបហើយចេះដឹងចំណេះដឹងពិតប្រកបកូនសិស្សរាប់ម៉ឺនរាប់សែននាក់មើល YouTube កូនសិស្សរាប់រយរាប់ពាន់នាក់ដែលបានរៀនផ្ទាល់គឺកម្រនឹងមានអ្នកជោគជ័យកម្រនឹងមានអ្នកបរាជ័យអ្នកដែលបរាជ័យគឺជាមនុស្សដែលកលេចក្លុចគឺជាមនុស្សដែលអត់ត្បាត
ជាមនុស្សដែលចង់កេងចំណេញលើខ្ញុំក្នុងជីវិតជាតិនេះអ្នកឯងនឹងទទួលបាននៅភាពអវិជ្ជារាប់សែនកាប់នៃផែនដីព្រោះញើសឈាមខ្ញុំតមមនឹងបង្កើតអ្វីបានមួយខ្ញុំប្រឹងខ្ញុំតស៊ូណាប្រឹងតស៊ូណាអ្នកឯងទទួលយកចោះបើសិនជាអ្នកឯងប្រឡប់នៅចំណេះដឹងរបស់ខ្ញុំទទួលយកចោះបាទអញ្ចឹងត្រឡប់មកវិញបងប្អូនកម្មវិធីនេះល្អណាស់គឺមានគ្រប់បែបយ៉ាងទាំងអស់មានតាំងពីការធ្វើប្រព្រឹត្តកម្មគ្រាប់ពូជមានតាំងពីជីសម្រាប់កែប្រែដីមានតាំងពីជីទប់ទល់ជាមួយអាកាសធាតុមានតាំងពីជីថ្នាំការពារទឹកភ្លៀងសើមប្រៃបានទាំងអស់ឲ្យតែបងប្អូនធ្វើតាមការណែនាំមិនមែនដូចអ្នកប្រើប្រាស់ថ្នាំជីមួយចំនួនភ្លៀងមកជ្រុះរុះពេញដើមទាំងអស់ស្លន់ស្លោទៅទិញគេយកមកប្រើឲ្យអត់បានចន្ទទីកាំងផ្កាធានាថាចេញ 100% ក៏ស៊ូកាំងជ័រក៏ចេញដែរឲ្យតែធ្វើតាមការងារនេះហើយទុរេនភ្លៀងមកមិនបាច់ចាំអង្គុយបន់ដូនបន់តាយទេគឺឲ្យតែប្រើផលិតជីបានប្រើប្រាស់បានតាមក្បួនតាមខ្នាតដែលខ្ញុំណែនាំគឺធានាថាមិនព្រួយបារម្ភអីទាំងអស់នៅក្នុងបច្ចេកទេសហ្នឹងរឿងសរីរាង្គអស់លោកណាខ្ញុំអត់ដឹងទេប៉ុន្តែបើបច្ចេកវិទ្យានេះគឺធានា 100% ឲ្យតែផលិតបានឲ្យតែផលិតបានបាទឲ្យតែផលិតបានអញ្ចឹងកម្មវិធីនៃការសិក្សាខ្ញុំមិនចាំបាច់លំអិតអីច្រើនទេទី1គឺយើងសិក្សាតកូល FPJ តកូល FFJ FAA តកូល W OHN ហើយតកូល W ហ្នឹងដូចជំរាបចឹងមានតាំងពីបរ៉ុនមានតាំងពីកាល់ស្យូមសង្កសីមញ៉េស្យូមម៉ង់កាណេសម៉ូលីដែនតុងដែងកូបាល់អ៊ីយ៉ូតអាលុយមីញ៉ូមសូរយ៉ូមនីកែលស៊ីលីកាតជាដើមគឺមាននៅក្នុងនឹងទាំងអស់ផលិតធាតុមួយហ្នឹងយកមកប្រើតែម្ដងបាទផលិតធាតុមួយហ្នឹងយកមកប្រើតែម្ដងហើយថ្នាំពុលមានទឹកសាប៊ូ Natural Farming មានទឹកម្ទេសទឹកស្ដៅទឹកដែងអានោះសរុបមកមុខ10មុខនោះផ្សេងទៀតហើយជាពិសេសម៉ាល់តូសគ្មានធានាថាអត់មានអ្នកណាដែលឮទេជីប្រភេទហ្នឹងគឺពិសេសណាស់បាទគឺពិសេសណាស់ម៉ាល់តូសនេះគឺពិសេសណាស់អាចព្យាបាលជំងឺផងអាចធ្វើជាមេជីផងអាចធ្វើជាជីសរីរាង្គផងថ្នាំពុលសត្វល្អិតផងបានទាំងអស់ការពារទឹកភ្លៀងសើមប្រៃក៏បានដែរម៉ាល់តូសនេះហើយតកូល IMO មានពី1ដល់7បាទតកូល IMO មានពី IMO 1ដល់7ទៀតនៅក្នុងនេះបាទហើយមានសម្ព័ន្ធមីក្រូធាតុមាន 10NF មានទឹកបង្គាសបកបគាផ្អាប់មានទឹកអង្ករផ្អាប់ Natural Farming គឺមាននៅក្នុងនេះទាំងអស់បាទនៅក្នុងឯកសារនេះហើយជាពិសេសវគ្គនេះខ្ញុំមានការថែមជូនជាសុសកូពីកម្មវិធី SBN Dr. Q មួយសុសកូពីទៀតបាទមួយសុសកូពីទៀតអញ្ចឹងតម្លៃសិក្សាម្នាក់មួយវគ្គ$200ឬក៏$80,000បាទហើយជាបន្ទាប់ទៀតខ្ញុំសូមជំរាបជូនតាក់ទងជាមួយនឹងឯកសារនេះមានទំហំ160ទំព័រជាងហើយខ្ញុំលក់ក្នុងតម្លៃមួយច្បាប់នេះគឺ$500បាទក្នុងមួយច្បាប់នេះ$500មានទាំង SBN Dr. Q រូបមន្តដ៏ពិសេសដែលខ្ញុំបានសម្រាំងយ៉ាងពិសេស SBN Dr. Q ដាក់ក្នុងនេះហើយនឹងមានកម្មវិធី Natural Farming មួយចប់យ៉ាងល្អឥតខ្ចោះដែរនៅក្នុងកម្មវិធីនេះបាទហើយសូមផ្ដាំផ្ញើទៅពួកទូរយុទ្ធផងដែលព្យាយាមតាក់ទងមកខ្ញុំរកវិធីរកល្បិចដើម្បីទិញឯកសារមួយនឹងទៅយកទៅលក់ចែកគ្នានៅក្នុងក្រុមដេរិឆានទាំងអស់ហ្នឹងទទួលយកចោះព្រោះអ្នកឯងបោកចំណេះដឹងរបស់ខ្ញុំជឿជាក់ថាកម្មផលនេះនឹងហុចឲ្យអ្នកឯងនៅក្នុងកលៈទេសៈណាមួយជាក់ជាមិនខានគួរឲ្យស្ដាយដែលខ្ញុំមានកូនសិស្សដូចជាពួកទូរយុទ្ធអ្នកឯងនេះបាទបើខ្ញុំជាអ្នកមានបានខ្ញុំរស់នៅសុខស្រួលដេកលើកណោមាសប្រាក់ខ្ញុំអត់ថាទេតែខ្ញុំរស់ចិញ្ចឹមជីវិតដោយចំណេះដឹងមានភាពយុត្តិធម៌សច្ចធម៌ជាទីបំផុតតែអ្នកឯងលោកធ្វើរឿងអាក្រក់ជូរជាតិថោកទាបជាទីបំផុតខ្ញុំសោកស្ដាយណាស់ខ្ញុំសោកស្ដាយនៅទឹកចិត្តដែលខ្ញុំខំទុកចិត្តសំពាយកម្មខ្ញុំវាត្រូវជួបនៅការបោកប្រាស់របស់អ្នកឯងខ្ញុំតូចចិត្តតែដំបូងទេតែឥឡូវខ្ញុំលែងតូចចិត្តហើយខ្ញុំរីករាយទៅវិញទេ
ដែលខ្ញុំបានស្គាល់មុខមាត់និងទឹកចិត្តរបស់មនុស្សដែលមានចិត្តជាដេរឆានហើយថោកទាបជាទីបំផុតបែបនេះបាទគួរឲ្យស្ដាយគួរឲ្យស្ដាយពេលវេលាគួរឲ្យស្ដាយកម្លាំងកាយចិត្តទឹកមាត់របស់ខ្ញុំពេលវេលារបស់ខ្ញុំដែលខំពន្យល់ឲ្យអស់លោកចេះដល់ពេលចេះបកមកខំខ្ញុំវិញតែខំអត់មុតទេខំអត់មុតទេខំអត់មុតទេมันអាចខំមុតទេចំណេះដឹងដែលខ្ញុំផ្ដល់អ្នកឲ្យអ្នកឯងអត់បាន 1% ទេកុំតន់ធ្វើចេះឲ្យសោះគ្រប់អ្នកឯងត្រូវចាំថាអ្វីដែលអ្នកឯងហាចេញមាត់ឡើងគឺបានមកពីគ្រូសាស្ត្រាចារ្យសុយបូណាមិនមែនជាចំណេះដឹងដែលអ្នកឯងខំប្រឹងមកទេដែលអ្នកឯងស្រាវជ្រាវមកទេអញ្ចឹងអ្នកឯងអត់មានចេះអីទេជាមនុស្សទៅទេជាមនុស្សទៅទេបាទជាមនុស្សទៅទេខ្ញុំខ្លាចមនុស្សរាល់ថ្ងៃខ្ញុំឆ្ងល់ត្រង់ថាមនុស្សរាល់ថ្ងៃឆ្លាតប៉ុន្តែឆ្លាតតែរឿងទង្វើអាក្រក់ទង្វើថោកទាបឆ្លាតរាល់ថ្ងៃហ្នឹងឃើញភាកច្រើនឆ្លាតប៉ាកែប៉ុន្តែប៉ាកែខួរក្បាលបែរទៅរហូតទៅនរកទេមិនដឹងជាយ៉ាងម៉េចទេដឹកនាំឲ្យល្អដឹកនាំឲ្យចេះដឹងច្រើនតែភ្លើមកវិញមិនដឹងថាយ៉ាងម៉េចជួបច្រើនហើយថ្ងៃនេះនិយាយម្ដងនៅក្នុងคลิปនេះសូមអធិស្ឋានផងបងប្អូនដែលមានទឹកចិត្តគោរពស្រឡាញ់ដោយស្មោះត្រង់ខ្ញុំគោរពណាស់ខ្ញុំគោរពណាស់បើអ្នកឯងអត់អ្នកឯងសុខចិត្តសុំខ្ញុំជូនគេអស់មួយក្បាល500នេះខ្ញុំជូនគេអស់5 6នាក់ទៅហើយអស់5 6នាក់ទៅហើយឲ្យដោយមិនយកអីសោះទៅមកហើយបើអានេះវិញ30ក្បាលអ្នកដែលអត់កូនសិស្សខ្ញុំហើយនឹងកសិករដែលគាត់ទេមកប្រាប់ថាគាត់អត់ខ្ញុំផ្ញើឲ្យទាំងសភៅទៀតហើយអ្នកខ្លះគាត់ចេះប្រើ Telegram ខ្ញុំអ្នកនិស្សិតដែលគ្នាអត់អីចង់រៀនចង់សូត្រខ្ញុំកត់ទុក35ច្បាប់ដែលខ្ញុំផ្ញើឲ្យទាំងសោះកូពីទាំងសភៅនេះកម្មវិធី Natural Farming នេះតែខ្ញុំសួរតែមួយម៉ាត់ទេថាអ្នកឯងអត់មែនឬអត់មានលទ្ធភាពមែនឬគាត់ថាអត់អូខេឲ្យតែអត់ខ្ញុំជូនអានេះខ្ញុំជូន5ក្បាលខ្ញុំជូន5ច្បាប់រួចទៅហើយបើគិតជាលុយ$2,500វាច្រើនណាស់សម្រាប់ខ្ញុំប៉ុន្តែសម្រាប់ទឹកចិត្តរបស់ខ្ញុំចំពោះអ្នកអត់ពិតប្រកបខ្ញុំអត់ដែលថាច្រើនទេវាតិចតួចណាស់សម្រាប់ដែលខ្ញុំនេះណារូបមន្តមួយអាចលក់បានរាប់$10,000តែខ្ញុំចាយទៅក្នុង YouTube ដើម្បីប្រជាពលរដ្ឋប្រជាកសិករខ្មែររបស់ខ្ញុំជិត200រូបមន្តហើយគេមានមេជីមួយគេលាក់ធ្វើមហាសិទ្ធិតែខ្ញុំបរៀនក្នុង YouTube 30-40រូបមន្តមេជីដែលខ្ញុំស្រាវជ្រាវផ្ទាល់មេជីរបស់ Natural Farming ទៀតតែអ្នកទាំងអស់គ្នាអត់មើលឃើញនៅទង្វើនឹងទេមានអ្នកខ្លះប្របែកក្រុមដោយសារតែខ្ញុំតឹងរឹងពេកដោយសារតែអ្នកឯងជួបគ្រូដែលមិនតឹងរឹងទេបានអ្នកឯងមិនដែលស្គាល់អ្វីទៅសារីរាង្គកសិកម្មសារីរាង្គទាល់តែជួបខ្ញុំហើយដល់ពេលខ្ញុំរឹតបន្តឹងខ្ញុំតឹងរឹងនៅរូបមន្តឲ្យធ្វើឲ្យផិតភាពអានឹងបានគេហៅថាពិតប្រកបអ្នកឯងថាតឹងរឹងណាស់ទទួលយកទៅខ្ញុំមានសិលគោមិនមែនជាមនុស្សដែលអត់កើតមកមនុស្សខ្ញុំមិនធ្វើខ្លួនឲ្យអត់ប្រយោជន៍ទេអញ្ចឹងឯងទទួលយកទៅបោកប្រាស់ខ្ញុំល្បិចពីម្នាក់ទៅម្នាក់នឹងយកទៅបាទយកទៅដឹងខ្លួនអ្នកណាធ្វើអីខ្លះទទួលយកទៅបើបានមើលคลิปវីដេអូនេះហើយប្រហែលជាភ្ញាក់ខ្លួនអានឹងមិនអីទេបាទតែបើមិនភ្ញាក់ខ្លួនទេទទួលយកទៅសែនកាប់ផែនដីទទួលយកទៅសភៅមួយនេះខ្ញុំទម្រាំរៀបចំបាន3ឆ្នាំ2ក្បាលនេះសរុប2ក្បាលនេះគឺ3ឆ្នាំបានរៀបចំបានព្រោះឯកសារនេះត្រូវរៀបចំ original ផ្ទៀងផ្ទាត់ពី Natural Farming កូរ៉េខាងត្បូងមកទាំងស្រុងបាទទាំងស្រុងហើយឯកសារនេះសម្រិតសម្រាំងរូបមន្តដែលល្អវិសេសដែលខ្ញុំធ្លាប់ស្រាវជ្រាវយកមកបាទអញ្ចឹងបញ្ជាក់ឡើងវិញកម្មវិធីនៃការសិក្សានេះគឺប្រព្រឹត្តទៅនៅថ្ងៃទី26-27 ខែមេសាឆ្នាំ2025
គឺស្ថិតនៅក្នុងគេហដ្ឋានរបស់ខ្ញុំគឺនៅភូមិតកុចឃុំស្រងែស្រុកព្រៃឈរខេត្តកំពង់ចាមហើយតាមនឹងនៅតាមបណ្ដោយផ្លូវជាតិលេខ7ពីផ្សារស្គុនឡើងមកកំពង់ចាមចម្ងាយ7គីឡូម៉ែត្រដែរនិង82គីឡូម៉ែត្រពីរាជធានីភ្នំពេញបាទហើយផ្សារស្គុនគឺជាទីតាំងបំបែកសៀមរាបហើយនឹងកំពង់ចាមបាទហើយពេលដែលចុះឈ្មោះទៅខ្ញុំនឹងផ្ញើ location ឲ្យជូនហើយអត់ពិបាកទេបើបងប្អូនចេះប្រើ location បើអត់ទេតាក់ទងតាមទូរស័ព្ទនៅពេលធ្វើដំណើរបាទហើយលេខទូរស័ព្ទនិង Telegram តាមរយៈលេខ012 908 497 Telegram ឈ្មោះថា Bona 012 និង 096 700 1000 ដែលមាន Telegram ឈ្មោះថា SBN Dr. Q និង 010 គុត 48 5000 ដែលមានលេខ Telegram ដែលមាន Telegram ឈ្មោះថា G សរីរាង្គស្នាដៃខ្ញុំនិង 071 2 3ដើម 1 8 3ដើមដែលមាន Telegram ឈ្មោះថា Good Luck បាទតម្លៃសិក្សាម្នាក់$200ក្នុងមួយវគ្គឬក៏80,000រៀលបាទហើយបើបងប្អូនត្រូវការជាវសៀវភៅនេះបងប្អូនតំណតាម Telegram មកតម្លៃវាគឺមួយក្បាលហ្នឹង$500គឺពិសេសណាស់សៀវភៅមួយនេះបាទសៀវភៅមួយនេះពិសេសណាស់បាទហើយក្នុងការចុះឈ្មោះវគ្គនេះបើបងប្អូនចុះឈ្មោះចូលរៀនវគ្គកម្មវិធី Natural Farming នេះខ្ញុំនឹងថែមសូសកូពី SBN Dr. Q មួយច្បាប់ទៀតបាទអញ្ចឹងជំរាបជូនបងប្អូនប៉ុណ្ណឹងដូចជាបែកអូហូស្ទឹងបន្តិចសូមអធិស្ឋានផងបាទសូមអធិស្ឋានផងដោយសារតែពេលខ្លះបើយើងមិននិយាយគេកាន់តែជន់បាទគេកាន់តែជន់ហើយត្រូវខ្ញុំជាជនសាមញ្ញម្នាក់ទៀតអញ្ចឹងងាយនឹងគេជន់ងាយធ្វើបាបណាស់បាទប៉ុន្តែចេះតែព្យាយាមតស៊ូរស់ដើម្បីផ្ដល់ចំណេះដឹងដល់បងប្អូនប្រជាកសិករខ្មែរជានិច្ចបាទបើបងប្អូនបានស្ដាប់វីដេអូឃ្លីបនេះហើយបងប្អូនទៅសិក្សាតាម YouTube បន្ថែមទៀតនោះក៏កាន់តែប្រសើរបាទល្អណាស់ព្រោះបច្ចុប្បន្ននេះគឺបដិស្ថានក្រុមហ៊ុន G សរីរាង្គបាន20ក្រុមហ៊ុនហើយក៏មានអ្នកដែលត្រៀមបើក 2-3 ក្រុមហ៊ុននៅក្នុងឆ្នាំ2025នេះទៀតដែរបាទណាស់តែខ្ញុំទេដែលគេហៅគេអញ្ជើញឲ្យទៅជួបសិតតែកម្រិតអុកញ៉ាល្បីហើយមិនមែនអុកញ៉ាសេះហោះទៀតគ្រាន់តែបើបងខ្ញុំបញ្ចេញឈ្មោះវិញបងប្អូនឮក៏កោតសរសើរដែរព្រោះគាត់គឺជាមនុស្សដែលមានកិត្តិយសគេឈ្មោះហើយជាតំណាងរាស្ត្រផងជាអុកញ៉ាទៀតណោះអញ្ជើញខ្ញុំឲ្យទៅជួបប៉ុន្តែខ្ញុំមិនសូវជាការធ្វើដំណើរទេបាទខ្ញុំមិនចង់ធ្វើដំណើរទៅណាវែងឆ្ងាយទេអញ្ចឹងបើសិនជាបងប្អូនចង់មានធុរៈអីបងប្អូនអាចអស់លោកអ្នកដែលចង់បើកក្រុមហ៊ុននឹងលោកអាចអញ្ជើញមកជួបខ្ញុំក៏បានដែរឬក៏បញ្ជូនក្រុមការងារមកក៏បានដែរវាអត់អីលំបាកទេដែលខ្ញុំនៅជួយពីក្រោយបាទមានខ្ញុំនៅជួយពីក្រោយបាទអត់បញ្ហាអីទេប៉ុន្តែសូមជំរាបថាជួយទៅបច្ចេកទេសទេព្រោះកូនសិស្សដែលបើកក្រុមហ៊ុនហ្នឹងគឺជួយដូចតែគ្នាទេបាទជួយដូចតែគ្នាទេបាទឲ្យតែអញ្ជើញមកគឺខ្ញុំស្វាគមន៍ជានិច្ចឲ្យតែប្រាប់ខ្ញុំមុនបើអត់ប្រាប់មុនជួនកាលមកអត់ជួបបាទមកអត់ជួបបាទអញ្ចឹងសូមជំរាបតែប៉ុណ្្នឹងទេហើយបើមិនជឿទេថាមានកូនសិស្សបើកក្រុមហ៊ុនជីទេអញ្ជើញមកមើលនៅផ្ទះខ្ញុំក៏មានក្រុមហ៊ុន2 3 4ដែលគាត់យកមកឲ្យខ្ញុំប្រើប្រាស់សាកដែរដែលគេបានលក់ចេញទៅច្រើនដែរទៅហើយបាទអ្នកផ្សេងទៀតគេសង្ងំអីអញ្ចឹងទៅក៏មានដែរបាទហើយនៅរាយរងជាលក្ខណៈគ្រួសារជាសិប្បកម្មច្រើនណាច្រើនអ្នកដែលអត់ដឹងឃើញសាមញ្ញអញ្ចឹងឃើញចំណេះអញ្ចឹងអីហ្នឹងតិចថាធ្វើអីមិនកើតបាទមិនមែនដូចអ្នកខ្លះបើកក្រុមហ៊ុនបោកកសិករខ្មែរពេញប្រទេសកិនតែអាចគូកិនតែអាចមន់កិនតែដីហើយដាក់គីមីហើយផ្សព្វផ្សាយថាសរីរាង្គទេ 100% សរីរាង្គប្រើលើតំណាំអីក៏បានដែរឆ្នាំនេះកូនសិស្សខ្ញុំទូរ៉េនអត់មានរបួសមួយទេខ្ញុំប្រាប់ភ្លៀងមកអង្គុយហួចឲ្យតែភ្លៀងហើយបាញ់ទៅជីចប់អ្នកឯងបាញ់ជីការថែយកពីប្រទេសណាក្រុមហ៊ុនណាសិតល្បីចុងក្រោយអង្គុយយំប្តឹងផ្ដាល់គ្នាក៏មានដែរតែកូនសិស្សខ្ញុំអត់ទេតរ៉េនអត់មានល្បេះអ្នកណាមួយឆ្នាំនេះ
ហើយចន្ទីជួបបញ្ហាស្វិតក្របតិចតួចបំផុតតែម្ដងហើយមានតែម្នាក់ពីរនាក់ទៀតមានតែម្នាក់ពីរនាក់ហើយអ្នកដែលអ្នកខ្លះមានបញ្ហាដោយសារតែពេលវេលាពួកគាត់មិនដិតដល់ទេអាហ្នឹងប្រអិនណាក៏ជួយមិនឈ្នះដែរព្រោះអ្វីវាត្រូវការថែទាំបាទអញ្ចឹងសូមជំរាបជូនបងប្អូនប៉ុណ្ណឹងហើយចុងក្រោយសូមគោរពអរគុណណាស់ចំពោះបងប្អូនដែលបានគាំទ្របាទតាំងពីដើមមកហើយនឹងគាំទ្របន្តទៀតបាទទាំងក្នុង YouTube ទាំងចូលរួមនៅក្នុងកម្មវិធីសិក្សានេះបាទសូមអរគុណសូមគោរពលាហើយសូមជូនពរមានសុខភាពល្អទាំងអស់គ្នាហើយជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងឃ្លាតឡើយសូមអរគុណសូមគោរពលា